សួស្តីលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាចំពោះថ្ងៃនេះខ្ញុំសូមធ្វើការ record វីដេអូអំពី topic user management អញ្ចឹងដើម្បីយើងមកនៃទៅលើ user យើងបានដំបូងធ្វើការ login សិនអញ្ចឹងយើងវាយ user របស់យើងមក main home ហើយយើងវាយ password ពេលដែលយើងវាយអស់យើងត្រូវការ check IP ដើម្បី connect ជាមួយនឹង SSH អញ្ចឹង IPA ហើយយើងបើក CMDអញ្ចឹងយើងធ្វើការ ping សិនហើយនៅពេលដែលវា load បែបនេះមកបានន័យថា pin របស់យើង score អញ្ចឹងធ្វើការ connect SSH ដើម្បី connect SSH យើងវាយ user មកហើយយើងវាយ H ហើយយើងវាយ address របស់យើងវិញហ្នឹងហើយយើងធ្វើការ insert password ហើយពេលដែលវា load បែបនេះបានន័យថាយើង connect SSH បានហើយអញ្ចឹងដំបូងខ្ញុំសួរវាថា who am I នេះគឺជា user ខ្ញុំហើយបន្តមកទៀតយើងធ្វើការ check home directory យើងចូលនៅលើ directory home បន្តមកទៀតយើងធ្វើការ check ទៅលើ hostname ហើយឥឡូវយើងចូលទៅការងាររបស់យើងអញ្ចឹងការងាររបស់យើងដំបូងធ្វើការ create a simple user ហើយដើម្បី create simple user បានគឺយើងត្រូវវាយ command sudo user add ហើយយើងដាក់ឈ្មោះ user របស់យើងមកយើងបង្កើតឈ្មោះ secret ហើយយើងធ្វើការវាយ password ហើយអញ្ចឹងយើងចង់ check មើល user នឹងយើងវាយ ls/home យើងធ្វើការ check អញ្ចឹងយើង check ឃើញទេអញ្ចឹងដើម្បី check user ដែលយើងបង្កើតមិញហ្នឹងគឺយើងវាយ cache ហើយ /etc ជាមួយនឹង pass wd ហើយ enter នេះគឺជា user ដែលយើងបង្កើតមិញហ្នឹងគឺ secret អញ្ចឹងជាហ៊ានបន្ទាប់គឺយើងធ្វើការ delete user អញ្ចឹងដើម្បី delete user បានគឺយើងវាយ sudo userdel ហើយយើងវាយឈ្មោះ user មិញហ្នឹងមកហើយយើងធ្វើការ enter អញ្ចឹងធ្វើការ check ម្ដងទៀតនេះគឺយើងអត់ឃើញទេឥឡូវនេះខ្ញុំធ្វើការចូលទៅដល់ការងារទី3គឺយើងចាប់ផ្ដើម create user with home directory អញ្ចឹងដើម្បី create user នឹងបានគឺយើងត្រូវវាយ command sudo user add ហើយយើងវាយដកអំយើងដាក់ឈ្មោះ user យើងមកសិតិចហើយធ្វើការ enter អញ្ចឹងខ្ញុំតើធ្វើការ check ទៅលើ user ហ្នឹងដើម្បី check បានគឺយើងវាយ cache etc pass wd ទៅដែរហើយ enter នេះគឺជា user with home directory របស់យើងដែលយើងបានបង្កើតបាញ់មិញអញ្ចឹងជំហានបន្ទាប់គឺយើងចង់ delete user ហ្នឹងអញ្ចឹងដើម្បី delete user ហ្នឹងបានគឺយើងត្រូវវាយ command sudo userdel ហើយយើងដាក់ឈ្មោះច្រឡំដល់ទៀតយើងត្រូវវាយ sudo rm.orvf/home ហើយដាក់ឈ្មោះ user យើងមកហើយធ្វើការ enter ចឹងដល់ពេលដែលវាចេញ remove បែបនេះគឺការ delete user របស់យើងទៅបានជោគជ័យហើយបើយើងចង់ check គឺវាយ command នៅខាងលើយើងវាយ command cache etc pass wd ទៅដែរហើយ enter មកអូខេឥឡូវយើងចូលទៅដល់ជំហានបន្ទាប់របស់យើង
ចឹងខ្ញុំធ្វើការ clear វាមួយសិនអញ្ចឹងចំណុចទី4គឺយើងធ្វើការ create user cell អញ្ចឹងដើម្បី create វាបានគឺយើងវាយ command sudo user add ហើយយើងវាយ .m.s យើងដាក់ slash មក bin .s slash bin ហើយ bus ហើយយើងវាយដាក់ឈ្មោះ user អូខេហើយយើង enter មកអូបានន័យថានេះ user យើងមានស្រាប់ចឹងខ្ញុំធ្វើការ check ម្ដងទៅសិនអូខេឥឡូវខ្ញុំចាប់ដើមឆែករួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការ create user with some ម្ដងទៀតអញ្ចឹងដើម្បី create បានខ្ញុំត្រូវវាយ sudo user add .m.s ហើយយើងដាក់ slash bin តមកទៀត bus ហើយយើងដាក់ឈ្មោះ user របស់យើងមកអញ្ចឹង user ខ្ញុំគឺស៊ីតិចហើយយើង enter មកអញ្ចឹងដើម្បី check មើលថាយើងបង្កើតបានអត់អញ្ចឹងយើងវាយ command មក catch ហើយ slash etc ដដែលហើយ passwd enter នេះគឺជា user with cell របស់យើងអញ្ចឹងជំហានបន្ទាប់ដើម្បី remove user នឹងបានគឺយើងត្រូវវាយ sudo user del ch ឡើយធ្វើការ check ថាបាត់ user នឹងនៅហើយអញ្ចឹងបាត់ user វិញនឹងបាត់ហើយអញ្ចឹងចំណុចបន្ទាប់ទៀតគឺយើងនិយាយទៅលើចំណុចទី5តែ first way to create user អញ្ចឹងដើម្បីធ្វើវាបានយើងត្រូវវាយ command sudo add user ctouch យើង enter មកអូខេឥឡូវហ្នឹងវាឲ្យយើងផុត password so យើងដាក់ password មិនក៏បានដែរហើយយើង retry វាម្ដងទៀតកន្លែងហ្នឹងយើងចង់ដាក់ឈ្មោះវាអញ្ចឹងយើងធ្វើការដាក់ full name វាមកចង់ដាក់អីក៏បាន Tech institution មក institution enter អាកន្លែង room number ហ្នឹងយើងចង់ skip ក៏បាន work phone យើង skip មក home វាយើង skip ដែរអញ្ចឹងវាសួរយើងថាinformation អស់ហ្នឹងត្រូវអត់អញ្ចឹងយើង tap វាយមកអូខេអញ្ចឹងដើម្បី check មើលuser បាញ់មិនបានយើងត្រូវវាយ ls/home នេះគឺជា user ដែលយើងបានបង្កើតបាញ់មិញអូខេអញ្ចឹងយើងឈានដល់ជំហានចុងក្រោយគឺធ្វើការ switch user ហើយដើម្បី switch user បានគឺយើងវាយ ctouch ហើយធ្វើការដាក់ password ដែលយើងបានដាក់មិញហ្នឹងមកអូខេអញ្ចឹងឥឡូវហ្នឹងយើងឈរនៅលើ ctouch ហ្នឹងឈរនៅលើ directory home អញ្ចឹងយើងចង់ឈរទៅកាន់ switch ទៅកាន់ user ctouch វិញអញ្ចឹងយើងវាយ cd មកមិញហ្នឹងខ្ញុំនិយាយច្រឡំឥឡូវហ្នឹងគឺយើងបាន switch ទៅកាន់ user របស់ ctouch ហើយតែឥឡូវហ្នឹងយើងកំពុងតែឈរនៅ directory home របស់ user main home អញ្ចឹងយើងចង់ switch ទៅកាន់យើងចង់ចេញពីកន្លែងហ្នឹងអញ្ចឹងយើងវាយ cd មក /home ហើយ ctouch យើង enter មក
អូខេអញ្ចឹងឡើងធ្វើការសួរ who am I នេះគឺ user system របស់យើងហើយបន្តមកទៀតយើង check លើ directory របស់វាឈរនៅ directory home អូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងឯងសូមអរគុណលោកគ្រូ